Ngày xưa xây đó này là nâng nhom nơiអង្គរសង្ក្រាន្តថ្ងៃទី2ខ្ញុំមកដើរលេងអង្គរនិយាយទៅដើររដងអត់ដែលមានទូកាយទេសូថ្ងៃហ្នឹងខ្ញុំចង់ដើរលេងអង្គរហើយមានទូកាយគាត់ជាអ្នកដើរប្រាប់អំពីប្រវត្តិសាស្ត្រនៃអង្គរហើយនៅអង្គរសង្ក្រាន្តយើងមានស្តង់មួយនៅខាងមុខអង្គរតែម្ដងដែលគេអនុញ្ញាតឲ្យយើងមានន័យថាគេឲ្យបងទូកាយនាំយើងដើរនៅតាមប្រាសាទអង្គរដែលអត់គិតថ្លៃទេអញ្ចឹងទៅជាមួយខ្ញុំបងប្អូន quick update បងប្អូនមិញហ្នឹងខ្ញុំទៅសួរបងខាងស្តង់អ្នកដែលកាន់រៀបចំខាងបងខាងមេកាទេសចរឲ្យបងប្អូនយើងដើរលេងទៅតាមអង្គរហ្នឹងគាត់ដល់មកសម្រាប់ទេបងខ្ញុំចង់ចុះឈ្មោះយកទូកាយទៅបានអត់សម្រាប់បាយតម៉ោងទុំម៉ោងមិន1 កន្លះអូខេបានអញ្ចឹងចាំមើលម៉ោង1 កន្លះចាំនៅម្ដងហ្នឹងដែរហ្នឹងហើយខ្ញុំត្រូវការចុះឈ្មោះអីអត់ឬមួយក៏ចាំម៉ោង1 កន្លះអូនឯងមកហ្នឹងមកចាំបងឲ្យឃើញគាត់ចុះឈ្មោះហើយចាំយកទូកាយចុះខ្ញុំមកតែឯងអញ្ចឹងអត់អីទេចាំមកយកអូខេអាចខ្ញុំទៅជាមួយក្រុមគេអញ្ចឹងទៅចាំមើលបើសិនជាអត់ទេអូនឯងអាចយកគាត់ទៅចាំឯងទៅចាំមកយកអូខេតែចាំម៉ោង1 កន្លះអូខេអរគុណអាចដើរលេងសិនជឿអញ្ចឹងចាំម៉ោង1 កន្លះខ្ញុំមកម្ដងទៀតឥឡូវខ្ញុំរកអីញ៉ាំដែរ sorry ឥឡូវហ្នឹងខ្ញុំទៅរកអីញ៉ាំដែរឥឡូវឃ្លានដែរអញ្ចឹងចាំម៉ោង1 កន្លះចាំមកវិញអរគុណឯកតក្រសង់ហើយអានេះដឹងអីអត់ទៅស្ទីកផ្សេងបងគ្នាឥឡូវខ្ញុំញ៉ាំអីហើយអញ្ចឹងឥឡូវខ្ញុំកំពុងតែទៅកន្លែងស្តង់មេកាទេសចរសួស្ដីបងខ្ញុំចុះឈ្មោះយកកាយហ្នឹងហើយយកកាយមួយបានចុះឈ្មោះមួយបានមានកាយដល់បងនេះណែនាំដល់បងបានមានកាយណែនាំបងទៅនៅអូគាត់មកខ្ញុំមកភាសាឯពេលទៅថៃមកវិញខេត្តឬក៏សៀមរាបខ្ញុំនៅសៀមរាបបងក៏ម្នាក់ឯងបាទតាមនេះមកម្នាក់ឯងសួរបងទៅឲ្យអ៊ំប្រាប់តើយើងត្រូវធ្វើការយ៉ាងម៉េចទី1មុនចេញទៅគេថតយើងមកបោះតែយើងម៉ាក់ស៊ីមុំយើងដើរតែម៉ោងកន្លះអូនឯងទុញគ្រាន់អាច1 ម៉ោងក៏បានដែរប៉ុន្តែម៉ាក់ស៊ីមុំគេឲ្យតែម៉ោងកន្លះទេដល់ពេលចប់ខ្ញុំទៅថតបងប្អូនមួយថាទៀតណាហើយដើម្បីគេធ្វើរបាយការណ៍អូខេហើយអត់គិតលុយទេណាទៅបាទអូខេអ្វីដែលយើងត្រូវខ្ញុំផ្ដល់លេខហ្នឹងទី1ដល់ឲ្យយើងដឹងស្គាល់ប្រវត្តិហើយជាប្រវត្តិក្រុមជួនដំណឹងអំពីការប្រកាសស្វែងរកសាច់ញាតិលោកយាយទៅយើងឃើញនៅពេលណា65ឆ្នាំដល់ទៅបំណងគឺអ្វីឲ្យទិសជូនទៅអ្នកណាគេហើយយើងគឺមហាណាទី1សាសនាផ្ទាល់របស់យើងគេហៅថាសាសនាព្រលឹងភាសាអង់គ្លេស Animism religion យើងអត់មានអតិទេពយើងគោរពទៅលើធម្មជាតិណាព្រលឹងធម្មជាតិមើលនៅខាងលើប្រកេះនេះគឺមានរូបព្រះពុទ្ធមួយណាព្រះពុទ្ធនៅលើខាងលើណាមិនយ៉ាងបងអូខេល្អមានជាសំណួរសួរអញ្ចឹងចូលចិត្តសួរអញ្ចឹងណាអត់ទេសួរចុះដោយសារតែព្រះរាជាបើសិនជាពួកឯងខ្លាចជារាជាពួកឯងឡើងជាមនុស្សលោកពួកឯងទៅជាគេថាអវតាររបស់អាទិទេពមានថា God reincarnation អញ្ចឹងគេដឹងថាអញ្ចឹងនៅថ្ងៃទី21 ខែ 9 ហ្នឹងគឺព្រះអាទិត្យត្រូវដល់ចំណុចហ្នឹងអញ្ចឹងឯងនាំគ្នាធ្វើពូថាធ្វើចំមកចំណុចហ្នឹងព្រះអាទិត្យថ្ងៃទី21មកដល់ហ្នឹងមែនព្រោះដោយសារដែងប្រាសាទនេះយើងកសាងតាមទ្រឹស្ដីបទ2ទី1ទស្សនៈនៃសាសនានិងទី2ទស្សនៈនៃវិទ្យាសាស្ត្រហើយរៀងប៉ុន្តែអ្វីដែលសំខាន់យើងមើលមុខទាំងអស់ហ្នឹងអត់មានមុខដូចគ្នាណាមុខអត់ដូចគ្នាទេសួរឲ្យម៉េចបានវាចាប់ជាប់មានតែពិបាកធ្វើមេឲ្យភ្លឹងវាស្មើបើអានេះធ្ងន់វាដួលមកនេះបាត់ហើយណាមានតែពិបាកប៉ុន្តែយើងត្រូវចេះគណិតវិទ្យានិងជីវវិទ្យាហ្នឹងស្វែងរកចំណុចជុំទម្ងន់ភាសាអង់គ្លេសថា equilibrium ប្រាសាទមួយបានយើងត្រូវប្រើសម្ភារៈថ្ម2ប្រភេទផ្សេងគ្នាទី1គឺថ្មបាយក្រៀម
ទី2ហើយថ្មភក់ថ្មបៃគ្រីយើងកោះយកពីក្រោមដីមកថ្មភក់យើងកាត់ពីភ្នំធម្មជាតិពូតាពូមានសារឬមួយក៏ផ្ដាlike ផ្ញើផ្ដាំឬក៏ផ្ដាំផ្ញើទៅប្រជាជនឬក៏ប្រជាពលរដ្ឋដែលពួកគាត់ដែលអត់ទាន់មានឱកាសនៅក្នុងការទទួលយកបទពិសោធន៍ដែលនៅពេលដែលយើងទៅតាមប្រាសាទនីមួយៗហើយត្រូវមានធូរកាយគាត់ណែនាំឬក៏ប្រាប់សាច់គ្រឿងអីចឹងពូអាចមានសារទៅគាត់ប្រាប់គាត់ឬមួយក៏មានអីចង់ផ្ញើផ្ដាំទៅគាត់គេសូមគោរពបងប្អូនទាំងអស់គ្នាដែលជាប្រជាពលរដ្ឋខ្មែរក្នុងនាមខ្ញុំជាអ្នកទេសដែលឆ្លងកាត់បទពិសោធន៍នៃចំណេះដឹងតាក់ទងនឹងប្រវត្តិសាស្ត្រប្រាសាទបើសិនជាយើងមកទស្សនាប្រាសាទយើងយកអ្នកទេសរៀបរាប់អ្នកទេសដែលជាជំនាញពីប្រាសាទរៀបរាប់ប្រាប់យើងអាចដឹងពីប្រវត្តិពិតនៃប្រាសាទប្រវត្តិពិតនៃប្រវត្តិសាស្ត្ររបស់ជាតិសាសន៍ខ្មែរយើងបាទតើយើងមានប្រវត្តិពីណាមកតើដូនតារបស់យើងបានបន្សល់អីសម្រាប់យើងតើសពថ្ងៃដែលយើងបានស្គាល់អីខ្លះរបស់ដែលដូនតាយើងបានកសាងបន្សល់ទុកឲ្យយើងតើយើងបានបាត់បង់អីខ្លះនៅគេដំណើររបស់ដូនតាយើងទៅជនបរទេសជិតខាងនឹងជារឿងសំខាន់ហើយសួស្តីអ្នកនេះខ្ញុំទៅនឹងចប់ session ជាមួយនឹងបងទូហ្គាយដែលគាត់នាំខ្ញុំដើរពីផ្លូវចូលអង្គរដល់ជាន់ទី3ហ្នឹងហើយខ្ញុំគិតថាបទពិសោធន៍នេះគឺជាបទពិសោធន៍មួយដ៏ល្អហើយខ្ញុំគិតថាលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចូលរួមបានន័យថាចូលរួមទទួលយកអាបទពិសោធន៍ដូចខ្ញុំដែរខ្ញុំអត់នឹងនិយាយអំពីលំអិតតាក់ទងជាមួយនឹងថាតើហេតុអីប្រាសាទហ្នឹងបងទូកាយគាត់ប្រាប់ឬមួយក៏បងទូកាយគាត់ប្រាប់ខ្ញុំមករឿងអីគេខ្លះ detail លម្អិតមិនខ្ញុំអត់ប្រាប់ទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកសាកខ្លួនឯងហើយ experience យកបទពិសោធន៍នឹងខ្លួនឯងហើយបន្ទាប់ពីបានបទពិសោធន៍នឹងហើយគឺចែករំលែកទៅអ្នកដទៃឲ្យគាត់ចូលរួមមានបទពិសោធន៍នឹងដែរអូខេអញ្ចឹងប៉ុណ្ណឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយ